ปลาเรืองជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើសម្លម្ជូរម្ទេសផ្លែទាកាហ្វេគ្រឿងផ្សំវាមានស្លឹកក្រូចកូនលក្រីរំដេងម្ទេសហើយនឹងខ្ទឹមសប្រហុកហើយនឹងអំបិលទុំឥឡូវខ្ញុំមកហាន់ម្ទេសផ្លោកសិនម្ទេសផ្លោកហ្នឹងគឺស្អាតណាវាមានពណ៌ទឹកក្រូចផងពណ៌លឿងផងពណ៌ក្រហមផងហើយឆ្ងាញ់ខ្លាំងផ្អែមហើយយកមកស្លម្ជូរអញ្ចឹងទៀតជាតិខ្លាំងហ្មងអានេះខ្ញុំចេះតែនឹកឃើញស្លវាប្លែកទេណាខ្ញុំស្លតាមការនឹកឃើញរបស់ខ្ញុំទេប៉ុន្តែឆ្ងាញ់ណាស់ជាមួយសាច់ទាអូហើយខ្ញុំផ្លេចនិយាយខ្ញុំលាយជាមួយខ្ទឹមប្រាំងតិចដែរឥឡូវខ្ញុំមកបំពងខ្ទឹមហើយខ្ញុំចាក់គ្រឿងចូលហើយយើងកូរវាឲ្យឈ្ងុយទៅចាំយើងចាក់សាច់ទាចូលហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងដាក់ស្ករប៊ីចេងហើយនឹងរ៉តឌីបន្តិចដោយសារយើងអត់ហ៊ានដាក់រ៉តឌីច្រើនទេខ្លាចវាប្រៃដោយសារយើងត្រូវជ្រុំប្រហុកវាប្រៃយើងឆាវាឲ្យចូលជាតិនៃគ្រឿងតិចហើយចាំចាក់ទឹកខ្ញុំចាក់ទឹកចូលហើយខ្ញុំងាស់វាចោលយូរដែរតរំតាសាច់ទាផុយហើយបាទខ្ញុំចាប់ផ្ដើមជ្រុំប្រហុកវាទឹកពុះវារៀងផុយសាច់ទាខ្ញុំជ្រុំប្រហុកហើយជ្រុំ7ហើយបាទខ្ញុំចាប់ផ្ដើមដាក់បន្លែចូលព្រោះបើយើងអត់ធ្វើអញ្ចឹងទេវាលួយបន្លែអស់ព្រោះបន្លែហ្នឹងវាលួយលឿនណាស់គ្រាន់តែដាក់ចូលហើយខ្ញុំគ្រាន់តែឲ្យវាពុះមកបន្តិចខ្ញុំចាប់ផ្ដើមដាក់ម្រះព្រៅចូលណាទៅអត់ឲ្យវាពុះយូរទេតែពុះយូរដឹងតែលួយហើយតែលួយលែងឆ្ងាញ់ឯងខ្ញុំក្របវាចោលហើយខ្ញុំបើកមកខ្ញុំដាក់ម្រះព្រៅចូលនិយាយទៅគឺជាតិឆ្ងាញ់ណាស់និយាយមែនគឺឆ្ងាញ់ខ្លាំងប្លែកអ្នកទាំងអស់គ្នាមិនជឿសាធ្វើញ៉ាំមកបើមិនឆ្ងាញ់នេះឲ្យមកត្រោមអញ្ចឹងខ្ញុំបិទភ្លើងឯងមុននឹងបិទភ្លើងនឹងឆ្លៀតដួសឲ្យមើលទៀតអានេះខ្ញុំចាប់ផ្ដើមដួសវាយកទៅញ៉ាំហើយដោយសាររវល់អញ្ចឹងអត់បានញ៉ាំភ្លាមទេដល់ពេលអញ្ចឹងវាសម្រស់វាដូចអត់ស្អាតពេលយើងដាក់ម្រះព្រៅត្បូងអ្នកទាំងអស់គ្នាកុំភ្លេចទៅមើលញ៉ាំទាំងអស់គ្នាថាឆ្ងាញ់ប៉ុណ្ណាស្លម្ជូរម្ទេសផ្លោកជាមួយសាច់ទាមានធំទៀតផ្លោកមិនពណ៌ក្រហមមានពណ៌លឿងอันนี้ปอตะโขบ
lấy tâm vào